ជារូបភាពមួយចំនួនដែលបានថតបាញ់នេះបងប្អូនបានស្គាល់ហើយថាវត្តនេះគឺជាវត្តអ្វីណាបងប្អូនមួយចំនួនគាត់បានស្គាល់ហើយតែបងប្អូនមួយចំនួនទៀតគាត់អត់ទាន់បានស្គាល់ទេវត្តនេះគឺវត្តបញ្ញាធំបងប្អូនទីតាំងវត្តនៅខាងប្រាំងភ្នំបងប្អូននឹងក្បែរនឹងព្រែនភ្នំពេញដែរទេអ្នកដែលគាត់នៅម្ដុំនេះគាត់ស្គាល់ច្បាស់បងប្អូនតែបើថាអ្នកមកពីចម្ងាយអីគាត់ចង់មកទស្សនាអីគាត់អាចវាយនៅក្នុង Google Map ដាក់ឈ្មោះវត្តបញ្ញាធំមកគឺវានឹងលោតទីតាំងឲ្យបងប្អូនហើយវាអត់ឆ្ងាយទេបងប្អូនវានៅក្នុងទីក្រុងភ្នំពេញបងប្អូនហើយរូបភាពដែលផ្ដិតជូនបងប្អូននេះផ្ដិតបានទាំងអស់ឲ្យបងប្អូនដោយសារតែទីតាំងមួយចំនួនគឺគេហាមមិនឲ្យចូលបងប្អូនដោយសារតែគេកំពុងតែជួសជុល renovation បន្ថែមបងប្អូនទីតាំងមួយចំនួនអាចតាមមើលបានទីតាំងមួយចំនួនគឺគេបិទបណ្ដោះអាសន្ននៅក្នុងការជួសជុលបងប្អូនអញ្ចឹងបើសិនជាបងប្អូនណាគាត់មានគោលបំណងអីចង់មកលេងអីអាចមកលេងបានបងប្អូនទីតាំងនេះក៏ស្អាតបងប្អូនវា fresh ណាវាមានធម្មជាតិវាមានទឹកហើយជាមួយនឹងវិហារដែលធ្វើកសាងឡើងពីថ្មធំធំបងប្អូនហើយទីតាំងដែលខ្ញុំដើរទៅនេះមានព្រះពុទ្ធរូបមួយអង្គនៅខាងក្នុងបងប្អូនដែលខ្ញុំដើរទៅនេះវានៅខាងឆ្វេងដៃបងប្អូនហើយនេះបងប្អូនដែលគាត់មកថតរូបលេងព្រោះទីតាំងនេះវាទេសភាពស្អាតហើយមួយទៀតកន្លែងសម្បូរកន្លែងថតរូបចំពោះអ្នកដែលគាត់ចូលចិត្តថតរូបចូលចិត្តធ្វើ blog អីគាត់អាចមកទីនេះបានបងប្អូននេះទីតាំងដែលខ្ញុំថតនេះគឺវាជាបរិវេណខាងមុខវត្តទេបងប្អូនខាងក្រោយនោះគឺយើងនឹងមានទៀតមានច្រើនកន្លែងបងប្អូនតែគ្រាន់ថាគេមិនអនុញ្ញាតឲ្យយើងចូលដោយសារតែគេពងតែជួសជុលណាបងប្អូនអញ្ចឹងខ្ញុំដើរនេះខ្ញុំដើរអត់បានពាក់ជុំវិញវត្តទេខ្ញុំបានដើរតែមុខវត្តហើយនឹងចំហៀងវត្តបងប្អូនដូចទីតាំងដែលខ្ញុំបង្ហាញមិញគឺយើងនឹងមានទៀតតែគ្រាន់ថាគេកំពុងជួសជុលគឺយើងមិនអាចចូលបានទេបងប្អូនអីចំពោះវត្តនេះផងដែររាល់ពេលចូលឆ្នាំចិនភ្ជុំហ្នឹងគឺមានមនុស្សមកច្រើនណាបងប្អូនថ្ងៃនេះមកលេងអត់សូវមានមនុស្សបងប្អូនដោយសារតែគេកំពុងជួសជុលណាបងប្អូនបើមុនថ្ងៃដែលខ្ញុំមកលេងប្រហែលជាមួយខែពីរខែមុនតែគេមិនទាន់ជួសជុល renovation ហ្នឹងគឺមានមនុស្សមកលេងច្រើនបងប្អូនហើយនេះរូបថតខ្ញុំថតមានព្រះពុទ្ធរូបនៅខាងក្នុងអញ្ចឹងបងប្អូនអាចមើលទីធ្លាបានណាគឺធំមែនតើបងប្អូនហើយដីនៅនេះទំហំធំខ្ញុំមិនដឹងថាវាប្រហែលហិកតាបងប្អូនអញ្ចឹងខ្ញុំនឹងថតរូបផ្សេងទៀតបើមានឱកាសលើក្រោយទៅពេលដែលគេធ្វើហើយចាំមើលបងប្អូនអាចរងចាំមើលវីដេអូបន្តបានបងប្អូនណាអរគុណច្រើនបងប្អូនចំពោះការទស្សនានិងស្ដាប់ការរៀបរាប់របស់នាងខ្ញុំ